បងចង់បានរកស៊ីប៉ុន្តែខ្លាចកប់ស្តុកខ្លាចខាតនឹងហ្មងអស់ប្រហែលបងសម្លាញ់មកមើលកញ្ចប់ដែលរកស៊ីមិនចេះកប់ស្តុកទាំងអស់គ្នាណាបងណាចានេះបងគឺជាសកម្មភាពដែលយើងកំពុងតែរៀបកញ្ចប់ដែលរកស៊ីមិនចេះកប់ស្តុកជូនបងណាបងណាកញ្ចប់នេះត្រឹមតែ$500តែប៉ុណ្ណោះបងសម្លាញ់សម្រាប់បងគាត់យក brand ច្រើនគឺបានតែប៉ុណ្្នឹងឯងបងសម្លាញ់តែមិនសិនជាបងយកបានចិនបានជប៉ុនបានកូរ៉េអញ្ចឹងទៅវាបានច្រើនអញ្ចឹងណាបងប្អូនទាំងគ្នាបងណាសម្រាប់បងប្អូនដែលគាត់ចង់រកស៊ីហើយខ្លាចខាតខ្លាចកប់ស្តុកបងសម្លាញ់ណាបងមកយកកញ្ចប់នេះខ្ញុំឲ្យបងខាតសុំ3តែ100លើខ្មែរបងសម្លាញ់ណាបងណាហើយមិនមែននិយាយតែមកទេបងសម្លាញ់គឺយើងមានកងការច្បាស់លាស់ចេញពីក្រុមហ៊ុនតែម្ដងបងណាចាមិនឲ្យបងភ័យបារម្ភរឿងមិនទំនុកចិត្តអត់ទេបងសម្លាញ់ចាបងណាចំណុចទី1រាប់បងបានកុំឲ្យបានទៅបានលក់មិនចេញបងអាចយកមកដូរចាជាមួយនឹងឲ្យបានថ្មីវិញនៅក្នុង store របស់យើងគឺមានរាប់មើលមុខបងសម្លាញ់ទាំងអស់គ្នាចាចំណុចមួយទៀតបងសម្លាញ់រាប់បងកំងទៅបើសិនជាមានបែកបាក់តាមឡានសួរថាក្រុមហ៊ុនណាគេចេញសោកជូនបងឯងអត់មានទេព្រោះបងសម្លាញ់ប៉ុន្តែខ្ញុំចេញសួរបងចាសោកបងជូនបង100%ចំណុចមួយទៀតបងកាន់តែពិសេសបងសម្លាញ់ណាចាចំណុចមួយទៀតគឺរូបបញ្ចុះតម្លៃឧទាហរណ៍ថាខ្ញុំលក់ទូទៅ110ដុល្លារពេលដែលបងយកកញ្ចប់ហ្នឹងបងសម្លាញ់ចាខ្ញុំចុះជូនបង5កាក់នៅសល់ត្រឹមតែ9ដុល្លារ5កាក់ជូនបងតែប៉ុណ្ណោះណាបងណាចាហើយបងចំណុចមួយទៀតថាខ្ញុំដាក់តម្លៃឲ្យបងលក់អត់ទេបងចង់លក់ប៉ុន្មានលក់ទៅបងសម្លាញ់ឲ្យតែបងគិតថាចំណេញតែខ្លួនឯងណាបងណាចាអញ្ចឹងសម្រាប់បងគាត់យកកញ្ចប់ហ្នឹងមិនបាច់ភ័យរឿងបារម្ភរឿងខ្លាចយកទៅកប់ស្តុកចាំអ្នកគេស្ដីបន្ទោអត់ទេណាបងណាចាបងអាចយកកញ្ចប់ចារកស៊ីមិនចេះកប់ស្តុកនេះបានបងយកទៅលក់មិនចេញយកមកដូរវិញមកអត់មានអីទៅខាតទេបងសម្លាញ់អត់មានអីត្រូវខាតទេមូលហេតុគឺយើងបងប្អូនទាំងគ្នាលក់មិនចេញយកមកដូរជាលុយវិញដើម្បីចេញបានចេញក្នុងស្តុករបស់យើងបានណាបងណាចាអញ្ចឹងបងចង់ដឹងព័ត៌មានលម្អិតអាចមកដល់ទីតាំងមករកទំនិញខ្លួនឯងឬក៏បងអាចឆាតមកសួរព័ត៌មានបានណាបងណាចាអរគុណ